សកម្មភាពយោធាថៃឈ្លានពានទឹកដីកម្ពុជាមិនទាន់ត្រូវបានទទួលស្គាល់ទូលំទូលាយពីសំណាក់អន្តរជាតិថាជាការឈ្លានពានឡើយនាពេលកន្លងមកដោយពួកគេនៅតែចាត់ទុកនេះគ្រាន់តែជាការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនប៉ុណ្ណោះហើយក៏មិនទាន់មានការប្រកាសថ្កោលទោសចាំមុខថៃដែរទោះបីកម្ពុជាបានលាតត្រដាងជាបន្តថាថៃបានឈ្លានពានទាំងគម្រោលមកលើដែនអធិបតេយ្យរបស់ខ្លួនយ៉ាងណាមិញថ្មីនេះកម្ពុជាបានធ្វើឲ្យពិភពលោកដឹងឮកាន់តែច្រើនពិសេសគឺតាមរយៈការផ្ដល់បទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីទៅកាន់បណ្ដាញសារព័ត៌មានធំរបស់បរទេសគឺ Reuters និង Fox News ទន្ទឹមគ្នាក៏មានរបាយការណ៍ស៊ើបអង្កេតមួយចេញផ្សាយដោយសារព័ត៌មាន The New York Editorial ដែលហ៊ានបង្ហាញពីការពិតថៃពិតជាបានធ្វើសង្គ្រាមរំលោភច្បាប់អន្តរជាតិពលគឺប្រែក្លាយចំនួនព្រំដែនទៅជាសង្គ្រាមខុសច្បាប់ដើម្បីឈ្នះការបោះឆ្នោតនៅទីក្រុងបាងកកផ្អែកលើការវិភាគពី CSIS Human Rights Watch ក្រុមប្រឹក្សាទំនាក់ទំនងការបរទេសក្រុមប្រឹក្សាអាត្លង់តិក FinCEN ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិទ្យាល័យ ISEAS Yusof Ishak និងប្រភពបន្ថែមជាង80បានរកឃើញថាថៃបានបង្កឲ្យភ្លើងសង្គ្រាមតែជាគ្រោះមហន្តរាយតាមរយៈការប្រើប្រាស់កម្លាំងយោធាមិនមានសមាមាត្រទៅលើកម្ពុជាការបដិសេធយន្តការដោះស្រាយដោយសន្តិភាពការកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់និងការយកបញ្ហាព្រំដែនរវាងកម្ពុជាទៅធ្វើជាប្រធានបទដើម្បីឃោសនារកសម្លេងឆ្នោតយោងតាមច្បាប់អន្តរជាតិអ្វីដែលសំខាន់មិនត្រឹមតែអ្នកណាជាអ្នកវាយប្រហារមុននោះទេប៉ុន្តែថាតើការឆ្លើយតបនោះចាំបាច់សមាមាត្រនិងស្របនឹងកាតព្វកិច្ចក្នុងការបន្តជំរឿសសន្តិភាពឬអត់របៀបដែលប្រទេសថៃបានធ្វើឲ្យមានសង្គ្រាមដែលបង្កមហន្តរាយដល់ជនស៊ីវិលគឺកម្លាំងមិនសមាមាត្រនៅពេលដែលថៃចោទកម្ពុជាថាបានដាក់មីនថ្មីបណ្ដាលឲ្យទាហានថៃដែលជួនរងរបួសប្រទេសថៃបានឆ្លើយតបដោយការវាយប្រហារតាមអាកាសប្រើប្រាស់យន្តហោះចម្បាំង F-16 របាយការណ៍របស់ The New York Editorial បានចាត់ទុករឿងនេះថាមិនសមាមាត្រយ៉ាងខ្លាំងរបាយការណ៍ឲ្យដឹងទៀតថាបន្ទាប់ពីការបើកការវាយប្រហារយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនិងអាវុធដែលត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោកបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់និងរងរបួសមាត្រា 2.4 នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងថាការប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងត្រូវបានហាមឃាត់លើកលែងតែមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខឬក្នុងការការពារខ្លួនក្រោមមាត្រា51លើសពីនេះថៃបានបង្កវិសមាមាត្រក្រោមច្បាប់មនុស្សធម៌អន្តរជាតិដោយភ្លើងសង្គ្រាមបានជម្លៀសជនស៊ីវិលច្រើនជាងកន្លះលាននាក់នៅព្រំដែនរបាយការណ៍ស៊ើបអង្កេតបញ្ជាក់ដែរថាប្រទេសថៃបានបដិសេធចំពោះយន្តការដើម្បីដោះស្រាយដោយសន្តិភាពទាំងអស់កាលពីថ្ងៃទី25កក្កដាឆ្នាំ2025ភាគីថៃបដិសេធការសម្របសម្រួលពីសហរដ្ឋអាមេរិកចិននិងម៉ាឡេស៊ីដោយនិយាយថាខ្លួនមិនគិតថានឹងត្រូវការសម្របសម្រួលណាមួយពីប្រទេសទី3នោះទេកន្លងមកនៅក្នុងខែឧសភានិងខែសីហាភាគីកម្ពុជាបានសម្រេចចិត្តប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឬ ICJ លើជម្លោះព្រំដែនរវាងថៃលើតំបន់ព្រំដែន4កន្លែងប៉ុន្តែជាការឆ្លើយតបប្រទេសថៃបដិសេធរាល់យុត្តិការភាពរបស់ ICJ ទាំងស្រុងដោយទទឹងឲ្យមានការចរចាទ្វេភាគីវិញនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ថៃបានប្រកាសផ្តាច់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាំពួរនៅថ្ងៃទី12ខែធ្នូឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរំទួញឲ្យមានបទឈប់បាញ់តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយភាគីកម្ពុជានិងថៃប៉ុន្តែនៅព្រឹកឡើងយោធាថៃនៅតែបន្តការវាយប្រហារតាមអាកាសចំណែកលោកអនុទីនឆានវីរៈបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំលែងខ្វល់ពីការចរចាពាណិជ្ជកម្មនិងពន្ធឃ្លាទៀតហើយយើងមិនចាំបាច់ស្ដាប់អ្នកណានោះទេផ្ទុយទៅវិញសម្រាប់ប្រទេសកម្ពុជាបានបន្តដាក់ញត្តិទៅ ICJ សូមឲ្យបើកសេសងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យយល់ព្រមជំនួសសំណើសម្របសម្រួលរបស់អាស៊ានទទួលយកក្របខ័ណ្ឌបទឈប់បាញ់ដែលគាំទ្រដោយម៉ាឡេស៊ីប្រធានអាស៊ានផ្លាស់វេននាពេលនោះនិងសហរដ្ឋអាមេរិកជាខ្លួនមើលនិងអំពាវនាវឲ្យមានការងារបច្ចេកទេសរបស់គណៈកម្មការព្រំដែនចម្រុះបន្ទាប់ពីមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ថៃបានបន្តកាន់កាប់នៅទឹកដីកម្ពុជាក្រោយដណ្ដើមបានខុសច្បាប់ក្នុងសង្គ្រាមការស៊ើបអង្កេតឲ្យដឹងថាក្រោមច្បាប់អន្តរជាតិការកាន់កាប់អាចសមាមាត្របានលុះត្រាតែមានការគំរាមកំហែងនៅពេលដែលការវាយប្រហារដោយអាវុធបានបញ្ឈប់ការកាន់កាប់បន្តលែងចាំបាច់ទៀតហើយ
យ៉ាងណាក៏ដោយគឺត្រឹមកណ្ដាលខែកុម្ភៈឆ្នាំ2026កម្លាំងថៃនៅតែបន្តកាន់កាប់តំបន់14នៃដែនអធិបតេយ្យកម្ពុជារបាយការណ៍ដដាបានកាប់ត្រាថាថៃបានលេងសង្គ្រាមផ្លូវចិត្តលើពលរដ្ឋនៅតាមព្រំដែនដោយកម្លាំងថៃបានបែកបាសបំពង់សម្លេងឮខ្លាំងដែលមានដូចជាសម្លេងខ្មោចភ្លេងហែខ្មោចសម្លេងយន្តហោះអស់ពី4យប់ជាប់គ្នាដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យកាលពីខែតុលាឆ្នាំ2025ជានេះទៀតនោះការស៊ើបអង្កេតបានបង្ហាញថាថៃបានយកបញ្ហាព្រំដែនបំផ្លែងទៅជាល្បែងនយោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតមានភស្តុតាងមួយចំនួនបានបង្ហាញថារដ្ឋបាលថៃបានប្រើប្រាក់វិបត្តិព្រំដែនជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតដើម្បីឈ្នះការបោះឆ្នោតនៅថ្ងៃទី12ខែធ្នូខណៈដែលយន្តហោះ F-16 កំពុងទម្លាក់គ្រាប់បែកទៅលើទឹកដីកម្ពុជានិងជនស៊ីវិលជាងកម្លាំងលាននាក់កំពុងរត់គេចខ្លួនលោកអនុទីនបានប្រកាសរលាយសភានិងអំពាវនាវឲ្យមានការបោះឆ្នោតភ្លាមៗលោកអនុទីនបានប្រើវោហារសាស្ត្រគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថាខ្ញុំសន្យាថានឹងការពារប្រទេសថៃដោយជីវិតខ្ញុំគ្រាន់តែជ្រើសរើសបកភូមិใจថៃដើម្បីការពារប្រទេសថៃ